ថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីសកម្មភាពប្រចាំថ្ងៃរបស់ពូខ្ញុំគាត់គឺជាជាងម៉ូតូជាងកុយន្តជាងរ៉ឺម៉កបាទសកម្មភាពប្រចាំថ្ងៃរបស់គាត់មិនមានអីទេនៅស្រុកស្រែចំការយើងហ្នឹងប៉ុន្តែជាងជួសជុលដើម្បីឲ្យបងប្អូនរបស់យើងគាត់មានជាងដើម្បីគាត់ធ្វើកង់ធ្វើម៉ូតូរបស់គាត់ដូរប្រេងម៉ាស៊ីនប៉ះកង់ផ្សេងបាទលើនេះគាត់សកម្មភាពរបស់គាត់កំពុងតែយកម៉ូតូយកកង់បញ្ចេញមកបើកពេលព្រឹកព្រៀមប្រហៀមស្វាងរះបេសូរយ៉ាអត់ទាន់មានណាមកធ្វើម៉ូតូទេតែម៉ូតូទាំងអស់ហ្នឹងសិតតែម៉ូតូភ្ញៀវរបស់គាត់បាទគាត់កំពុងតែបញ្ចេញមកហើយអាគប់យ៉ាងថ្មីស្រឡាង2030បាទឥឡូវដើរតយណយទៅយកមួយទៀតហើយនេះ2050បាទគប់នេះគឺថារឹងមាំមែនតើបាទឥឡូវនេះគាត់បន្ទាប់ពីបញ្ចេញម៉ូតូរួចរាល់អស់ហើយគាត់ក៏ទៅយកសាំងដើម្បីយកមកដាក់បាទបងយើងនៅស្រុកស្រែយើងមិនមានអីណាការ៉ាស់សាំងអីទេមានតែសាំងដាក់ដបហ្នឹងហើយលោក1លីត្រ5000 1លីត្រ5000ឥឡូវចុះតិចហើយសាំងយើងបានចុះហ្នឹងធូរដែរបាទអញ្ចឹងមានតែវល់ដាក់ដបហើយនេះមកមើលកម្មភាពបន្តទៀតក្នុងផ្ទះរបស់គាត់តូបរបស់គាត់នេះមានច្រើនម៉ូតច្រើនម៉ាកណាចង់ទៅប្រម៉ែប្រមូលលក់អេតចៃបានរាប់លាននេះម៉ូតូម៉ាស៊ីនម៉ូតូនេះមិនដឹងយ៉ាងណាហើយទេបាទតែនៅកាប់សាច់បាននឹងក៏ຕົកដើម្បីមើលយកបូស៊ីយកអីចឹងទៅនេះអាគប់ស៊េរី2050បាទឥឡូវនេះសល់ចង្វាក់ក៏ដាច់អីក៏ដាច់ដែរយើងរួមទៅក្នុងហាងរបស់គាត់មានច្រើនមែនទែនសម្ភារៈដែលគាត់ធ្វើម៉ូតូគេទៅគេចាស់ឬក៏ម៉ូតូណាដែលថាមិនទាន់ខូចអីຕົកដើម្បីស៊ីសេនស៊ីគ្រឿងបន្តទៀតបាទឥឡូវនេះសំបីតែសម្បកកង់ម៉ូតូចាស់ក៏ຕົកទាំងអស់ដែរលោកបងប្អូនយើងត្រូវការអាចទៅសុំទៅខ្ចីអីបានហ្នឹងហើយម៉ាស៊ីនម៉ូតូវិញរាប់សិបគ្រឿងគ្រាន់តែថាមិនទាន់បានធ្វើបានតម្លើងហើយទេបាទកាងម៉ូតូកាងអាវអីផ្សេងចាស់ក៏នៅនឹងទាំងអស់បាទអើយច្រើនមែនទែនកម្មអីផ្សេងចង់បានអីទៅតាក់ទងទៅគាត់បានណាពួកអាយមកតាក់2តាក់3តាក់អីហ្នឹងហើយនិយាយពីខ្ចៅខ្យងវិញបាទស្ងោវិញ3 4តថាំងបានហូបអស់ហើយខ្សែភ្លើងដឹងទៅណាទៅនៃខ្លះទេណាຕົកពេលដែលបងប្អូនយើងគាត់ខូចគាត់ដាច់ខ្សែអីយកទៅតប៉ះនេះប៉ះនោះជីបានទៀតទៅបាទហ្នឹងហើយជាងស្រុកស្រែមានតែអញ្ចឹងឯងឥឡូវចាស់បានមួយមកបងសពកង់ម៉ូតូមួយអាគប់ស៊េរីថ្មីរបស់ខ្ញុំវាធូរហើយនេះសពហើយគាត់ថាណែលើអស់តែ1000រៀលសំទោស500ឯងច្រឡំហ្នឹងហើយយើងក៏បន្តមកប៉ះកង់ម៉ូតូមិនមែនម៉ូតូមិញទេបាទម៉ូតូមិញហ្នឹងគឺគាត់បានចេញទៅវិញបាត់ហើយឥឡូវនេះម៉ូតូដែលបានបញ្ចេញកាលពីព្រឹកគេយកមកຕົកតាំងពីល្ងាចធ្វើមិនទាន់ឲ្យគេអញ្ចឹងក៏ព្រឹកឡើងក៏បន្តសកម្មភាពប៉ះកង់ម៉ូតូឥឡូវនេះឃើញថាម៉ូតូនេះបើនិយាយពីប៉ះមិនដឹងជាប្រមាណប៉ុណ្ណាទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាដូរចេញក៏ដោយទេដកគាត់ចោលដាក់ពូវៀនថ្មីទៀតតែគ្រាន់តែថាខ្សែខ្យងរបស់គាត់នេះទៅនិយាយពីវត្ថុបុរាណប្រហែលជាមិនបុរាណប្រមាណសង់អីទេប៉ុន្តែមុំណាស់បងប្អូនជីអត់មានរលាក់បន្តិចទេណាឃើញគាត់មូលផងឲ្យផងប្រឹងតម្រាំតែដកដុំវានឹងបានដើម្បីមកបញ្ចូលពោះវៀនថ្មីហ្នឹងមិនដឹងជាប្រមាណម៉ោងហើយទេប្រឹងណាស់តស៊ូណាស់ទៅរំបាន1000 2000រៀលមិនទៅបានថ្លៃអីទេបងប្អូនណាហ្នឹងហើយមើលទៅសភាពម៉ូតូទៅថាវាអត់មានអីសតូបចង្វាក់អីណាណីទេថាជីបានដឹកស្រូវដឹកអង្គដឹកបងប្អូនទៅធ្វើស្រែទៅចំការតែប៉ុណ្្នឹងហើយឥឡូវនេះមូលចេញហើយយើងឃើញហើយថាការធ្វើម៉ូតូមិនស្រួលទេបងប្អូនប្រឡាក់ណាស់មិនថាតែម៉ូតូឲ្យតែជាងប្រភេទគ្រឿងចាក់នេះចាំមើលតែបន្តិចទៀតហ្នឹងប្រឡាក់ប្រឡូពេញហ្នឹងអស់ហើយឃើញក៏អាវគាត់ទេបានស្លៀកថ្មីស្អាតគេទេឥឡូវចិត្តចាញ់ហើយមើលឃើញអត់ប្រឡាក់បាត់មិនតន់និយាយផុតពីមាត់ផងប្រឡាក់បាត់ហើយឥឡូវយើងដកពូវៀនមួយចេញមកមើលវាមើលតែវាមិនសម្បកហ្នឹងត្រូវដូរដែរឬក៏មិនពូវៀនដូរថ្មីបាត់ហើយយកថ្មីមកដាក់ហ្មងហើយពូវៀនថ្មីដើម្បីឲ្យវាដាក់ទៅវាចូលល្អមិនមែនគ្រាន់តែបកពីកេះហើយដាក់ចូលផ្លុកទេតិចនិចរបស់គាត់ល្អតែមើលបន្តទៅទៀតណាឃើញទេបីតែវ៉ាល់កង់ហ្នឹងក៏វ៉ាល់កង់ឯងវ៉ាល់ពោះវៀនណាមូលដាក់ឲ្យណែនតែម្ដងហើយបើថាធ្វើបដូរហើយវិញជីកកាន់ឆ្នាំបងប្អូនកុំតែជីកជន់បលាជន់ដៃគោលទៅបានហើយណែឥឡូវនេះឃើញគាត់ទេឃើញគាត់ដាក់ខ្យ
ខ្យល់បន្តិចមកដើម្បីឲ្យវាស្រួលនៅពេលដែលវាចូលទៅក្នុងហើយយើងសប់តែបន្តិចទៅវាប៉ោងឡើងហើយនេះគឺជាតិចនិចផ្ទាល់ខ្លួនរបស់គាត់បាទហើយនេះរោកន្លែងដាក់វ៉ាល់កង់ចូលសិននឹងក្បាលវ៉ាល់ដែលគេនិយាយថាធ្វើអីធ្វើទៅតាមតែក្បាលវ៉ាល់ហ្នឹងហើយនេះញាត់បញ្ចូលចិត្តបានតែបាត់ហើយលឹបហើយអស់សមបន្តិចទៀតអាបន្តិចចុងក្រោយហ្នឹងតែមិនប្រយ័ត្នអស់ពុះវៀនមួយខាតមួយថ្ងៃពេញហ្នឹងគ្មានបានរួចខ្លួនទេពុះវៀន 20000 ហ្នឹងមិនដឹងរស់លុយឯណាគ្រប់ទេមួយថ្ងៃហើយត្រូវតែប្រយ័ត្នបាទរឿងតិចបន្តួចអាចិត្តហើយហ្នឹងពេលខ្លះយើងប្រញាប់ពេកហ្នឹងក៏វាធ្វើឲ្យមានបញ្ហាដែរបាទឃើញទេឥឡូវនេះយើងសបខ្យល់បញ្ចូលហើយក៏ដាក់បញ្ចូលវិញទៅគឺថាអេមតែម្ដងជីហុយពេញភូមិទៀតហើយហ្នឹងហើយអញ្ចឹងមិនមែនគ្រាន់តែថាធ្វើតែជាងលើស្រុកស្រែហ្នឹងបានតែលុយមិនបានប្រមាណទៅបងប្អូនទី1ជួយបងប្អូនក្នុងភូមិហ្នឹងពេលខ្លះគ្នាបដាហត់ណាមកភូមិមានជាងតែ1ជាងតែ2ហ្នឹងអញ្ចឹងតែបន្តទៅមិនដឹងវាទៅរោស៊ីណាឲ្យមានទេមានតែបែបហ្នឹងហ្នឹងហើយដាក់បញ្ចូលហើយយើងមើលតែរៀងទៅដឹងហើយថាតើគប់មួយនេះវាចំណាស់ណាហើយបាទដាក់ចង្វាក់ដាក់អីចូលមកមូលខ្ចៅជីបានបាទហ្នឹងហើយហើយដាក់អាផ្លូវកដាលហ្នឹងលោកបបាទៀតណាមានស្រួលទេគាត់ថាពណ៌ថ្មីមកវាមានជាតិរំអិលច្រើនដាក់ភ្លេចអានេះវាអស់ជាតិរំអិលហើយបើនិយាយពីចំណាស់វិញដូចតា80អញ្ចឹងមានអីត្រូវរអិលអីកើតទេណាគាត់តែប្រឹងរៀបវាតិចនិចខ្លះណាមិនអញ្ចឹងទេអត់ចូលទេតែចាយឡើងខ្លាំងមានអាសោទេផងមានអាសោខ្ចៅអាសោជីនស្វីតូបាទខ្ញុំមិនសូវស្គាល់ពីគ្រឿងរថយន្តគ្រឿងចាក់ប្រហែលដែរបាទគ្រាន់តែឃើញគាត់ធ្វើនឹងឧស្សាហ៍ព្យាយាមហើយគាត់ធ្វើទៅល្អទៀតចង់ថតបង្ហាញបងប្អូនទាំងអស់គ្នាបានមើលឃើញតែពីសកម្មភាពរបស់គាត់ណាអញ្ចឹងឥឡូវនេះមើលបងប្អូនមើលតាំងពីព្រឹកមកដល់ឥឡូវនេះបានមកសពតាមម៉ូតូមួយហើយដូរពោះវៀនម៉ូតូនេះមួយទេនេះគាត់សរេសរងហើយឥឡូវរោខ្ចៅខ្យងពេលខ្លះតែភ្លេចខ្លួនហ្នឹងខ្ចៅរត់បាត់ថាគេធ្វើគ្រឿងយន្តគេមកហ្នឹងវាខ្វះទៀតហើយឥឡូវនេះទៅសរេប្រាំងឲ្យស៊ីបន្តិចអូតែពេលធ្វើឲ្យភ្លេចសរេអាប្រាំងហ្នឹងជិះទៅចប់បដោយគុលលបងគុលអីពេញហ្នឹងអត់ឃើញទេមើលច្បាស់តែប្រាំងខាងនោះអង្គើដល់ពេញហ្នឹងហ្នឹងហើយគេថាបោះចាស់ប៉ុន្តែគុណភាពមុំខ្លះ0.25មិនដូរទេទៅជិះរុកស្រែរុកបលាយរុកស្បូវរុកភ្លឺស្រែភ្លឺអីឲ្យមិនរួចណាមានតែគប់ហ្នឹងឯងទៅហើយទៅណាក៏ទៅដែរបាទឥឡូវនេះយើងហើយសរេសរងឲ្យមកស្រួលបាទនេះគឺសម្រាប់លោកអ៊ំលោកតានេះថាដូរពោះវៀនអស់20000រៀលបាទហើយអត់មានត្រូវយកអីថ្លៃទៅណាទេ20000រៀលហ្នឹងគឺដាក់អាល្អគុណភាពលេខ1មកបងជួយបដើម៉ូតូបច្ចេកណាគឺថាគាត់ឧស្សាហ៍ព្យាយាមឲ្យគាត់ចិត្តល្អដែរបាទមានថាសេវាកម្មក៏ល្អដែរមានគ្រាន់តែអ្នកមកពីធ្វើណាណីណាបាទនេះគាត់មិនរើសទេខ្ញុំថាឡើយម៉ូតូកង់រមាក់នេះក៏ធ្វើដែរបាទយើងមើលតែស្ថានភាពរមាក់នេះដឹងហើយបងម្នាក់នេះគាត់ដាក់រមាក់ទិញញ៉េតចាយមកក៏វាបែកតាមផ្លូវនេះនេះកំពុងតែសិក្សាមើលថាតើត្រូវធ្វើម៉េចវល់ស្ទាបមើលក៏ដឹងថាណែកោះមើលឲ្យវាដឹងស្ទាបមិនដឹងគឺអីក៏ដោយទោះតែមើលឲ្យដល់ខាងក្នុងវាក៏ស្ទាបដឹងហ្នឹងយើងត្រូវតែមើលថាតើវាមិនត្រូវប៉ះឬក៏វាត្រូវដូរពោះវៀនចេញទៅតាមស្ថានភាពនេះត្រូវតែកោះមើលឲ្យច្បាស់មកអាចនឹង80% បងប្អូនដែលត្រូវដូរពោះវៀនចេញពុំមើលទៅស្ថានភាពខ្នងនឹងវល់តែម្ដងបាទអញ្ចឹងមិនដឹងជាពោះវៀននឹងដាច់ប្រហែលកណាត់ហើយទេបាទឥឡូវម្ចាស់គាត់ហ្នឹងអង្គុយមើលអញ្ញាអស់លុយទៀតដែរហើយជាងដំផងអីផងនេះដាច់គោលដែលយើងដាក់ខាំងប្រឡងហ្នឹងគេហៅកម្មវាណាកម្មវាហ្នឹងវាជាប់មែនទែនរំដកបាននេះដកបានហើយគាត់មូលចេញតែម្ដងព្រោះតែមើលមិញឃើញថាមិននៅទេ
ចឹងក៏ត្រូវតែដោះយកកង់ចេញតែម្ដងបាទឥឡូវមូលខ្ចៅទុកឲ្យស្រួលផ្លាច់បាត់ខ្ចៅបាក់ដើររើសដាក់ទៀតហើយមើលតែសភាពហ្នឹងគឺត្រូវការប្រើថ្នាំបាញ់បំបត្តិច្រេះខ្លះដើម្បីឲ្យអាចដកវាបានមកស្រួលបាទដកមកភ្លឹបតែម្ដងมันពិបាកទេតែក៏មិនស្រួលណាស់ណាដែរបាទអញ្ចឹងតបពីយើងបានដកហ្នឹងហើយក៏ប្រមូលសម្ភារៈយកទៅបើកវាមើលនៅខាងក្នុងកោះមើលឲ្យច្បាស់ថាតើវាយ៉ាងម៉េចដែរនៅក្នុងហ្នឹងពូបងអ្នកម្ចាស់ហ្នឹងក៏ថាវាយូរដែរហើយបាទចឹងគ្រាន់តែការកោះនេះក៏ប្រើពេលយូរមែនទែនបាទព្រោះវាមិនស្រួលដូចកង់ម៉ូតូធម្មតាទេអានេះកង់រមាក់បាទអញ្ចឹងណែននិយាយពីឋានណែនមែនទែនគាត់កោះផងអីផងព្រមតែបានបាទនេះកោះបានហើយទាញមកហើយមកមើលតើពោះវៀនដាច់បាទដាច់ក្បាលវ៉ាល់បាត់ហើយហ្នឹងមានស្អីទៀតវត្តចេញដាក់បាទក្បាលវ៉ាល់ហ្នឹងក៏ច្រេះចាប់នឹងចិត្តអស់ហ្មងមូលអត់ចេញទេទៅដាក់ម៉ូទ័រកាត់ឆ្វាចកាត់ចោលតែម្ដងទៅកាត់ចោលហើយក៏មើលឲ្យស្អាតពោះវៀនថ្មីទៀតហើយនេះហ្នឹងបានពោះវៀន2ហ្នឹងហើយហើយយើងដាក់បញ្ចូលវិញមុននឹងបញ្ចូលហ្នឹងក៏តិចនិចរបស់គាត់ដដែលទេបាទហើយសម្រាប់ការធ្វើនេះដែរចិត្តផ្ចង់ណាហើយក៏មិនធម្មតាដែរបាទឥឡូវវានិយាយទៅបបាហ្នឹងគឺអាពេលដាក់វាចូលហ្នឹងហើយកោះវាបញ្ចូលឲ្យស្រួលដែរតែកោះមិនស្រួលអស់ពោះវៀនមួយទៀតហើយអញ្ចឹងឥឡូវយើងកោះប្រហើយមកចុងក្រោយឬសូតែផឹងបាទហើយនេះដាក់វាបញ្ចូលរួចរាល់អស់ហើយក៏សប់មើលឃើញថាល្អអាចទប់ទល់បានណាថ្លឹងគីឡូថ្លឹងអីឲ្យស្រួលបួលមិនឲ្យផ្ទុះទេបាទអានេះយកទៅដាក់វិញហើយឃើញថាការធ្វើរបស់គាត់មិនយូរទេព្រោះគាត់រោតិចនិចធ្វើវាទាល់តែបានដើម្បីឲ្យអតិថិជនរបស់គាត់នឹងអាចប្រើប្រាស់បានបាទហើយចាប់បញ្ចូលកង់វិញចប់ជាស្ថាពរបាទព្រោះមានអីត្រូវពិបាកក៏ដូរពោះវៀនចេញតែបើថាប៉ះមិនដឹងប៉ះអ្វីទេបើដាច់ក្បាលវ៉ាល់បាត់ហើយនេះជីវិតគឺវាតែប៉ុណ្្នឹងបាទឥឡូវយើងមូលបញ្ចូលរត់មកណែនហើយដាក់ដាច់គោលខាងកម្មវាវិញទៅប្រឡងប្រឡងគេហៅបដាងជាស្រ័យបាទដល់វាបញ្ចូលមកហើយជារួចរាល់តម្លាក់ដោយមកណាប្រើបានបន្តទៀតបានហើយបងទៅទិញអេតចាយបានហើយ20000រៀលទៀតអញ្ចឹងចេញទៅបានហើយអរគុណទៀតណាអត់ដោះអាវដល់អីអត់ពាក់អាវអីឥឡូវនេះយើងមកដល់ម៉ូតូមួយផ្សេងទៀតហើយឲ្យកូនទានេះឃើញថាវាឆ្លក់ទឹកមិនដឹងអីមិនដឹងទេតែដឹងថាដូរប្រេងម៉ាស៊ីនពេលនេះអញ្ចឹងត្រូវមូលអាបាតក្រោមនឹងចាក់ប្រេងម៉ាស៊ីនពីងប្អងតអស់ផ្លុំម្ចាស់ឲ្យអស់ទៀតណានេះអស់ហើយយើងមូលភ្ជាប់វិញបានរត់ចាក់ចូលវិញណាខុសស្មិចហ្នឹងហើយពេលយើងចាក់រួចរាល់ហើយអញ្ចឹងត្រូវជូតវាមើលវាសំបីតែសត្វដែលយើងត្រូវមកបិទហ្នឹងក៏សម្អាតវាឲ្យបានស្រួលបួលដែរបាទការពារតែកតិកទីធូលីចូលគឺតូនហ្នឹងគឺអត់បានប្រើយូរទេបាទហើយនេះយើងហើយមួយទៀតហើយមកដល់ម៉ូតូអាសង់នេះវិញឃើញថាវាចង់គេងលើដីមិនមែនទេបាទដោយសារតែសត្វនៅខាងក្រោមកន្លែងយើងបហូរប្រេងហ្នឹងគឺវាអស់ស្នែបាទអស់ស្នែមិនអស់ស្នែអីអស់ស្នែខ្ចៅឬមូលលើបញ្ចេញហើយចាប់ស្នែថ្មីបើយើងអាចមូលវាបញ្ចូលពេលដែលយើងដាក់ប្រេងម៉ាស៊ីនទៅវាអត់ហ៊ីចេញបាទអញ្ចឹងតែគាត់ចាប់ផ្ដើមមើលហើយឃើញថាវាអស់ស្នែហើយយើងយកអាប្រឡងស្នែនេះមកចាប់វាឲ្យមានស្នែសាថ្មីដើម្បីយើងអាចមូលប្រឡងចូលបានបាទអញ្ចឹងពាក្យពេចន៍ខ្ញុំប្រើខ្លះខុសត្រូវព្រោះមិនមែនជាអ្នកជំនាញក្នុងការធ្វើម៉ូតូក៏ឃើញគាត់ធ្វើក៏ចេះតែថតឲ្យចែកជូនបងប្អូនទស្សនាតែបាទឥឡូវនេះក៏ដាក់បញ្ចូលហើយគេថាវាចូលហឹបល្អណាស់ដូចថ្មីអញ្ចឹងបាទព្រោះយើងបានចាប់ស្នែវាសាថ្មីហើយមូលបញ្ចូលវិញណែនប៉ុណ្ណឹងអាចប្រើប្រាស់បន្តទៀតបានបាទអញ្ចឹងពេលខ្លះមិនចាំបាច់ត្រូវការសម្ភារៈអីទំនើបអីណាម៉ូទ័រអីផ្សេងៗនេះប្រើតែដៃទេបាទអញ្ចឹងឥឡូវយើងលើកវាបញ្ចូលមកចាក់ប្រេងម៉ាស៊ីនចប់ជាស្ថាពរបាទมันពិបាកទេបាទគ្រាន់តែវាស្រួលបាទការងារសិតតែប្រើកម្លាំងសុទ្ធសាធតែម្ដងពេលខ្លះក៏ត្រូវប្រើបញ្ញាដែរការហើយយើងសិក្សាទៅធ្វើម៉េចដើម្បីឲ្យវាងាយស្រួលបាទ
ចឹងយើងឃើញគ្រាន់តែដូរប្រេងម៉ាស៊ីនថ្ងៃហ្នឹងបានប្រេងម៉ាស៊ីន2ពីម៉ូតូនេះហើយប៉ះក៏បាន2អូសំទោសឲ្យបានប៉ះទេព្រោះសិតតែអស់ពុះវៀនទាំងអស់ដូរពុះវៀនចេញទាំងអស់ហ្នឹងនេះយើងអត់ប្រើ cosmic ទេនេះយើងប្រើប្រេងម៉ាស៊ីនម៉ាកនេះ top 1 បាទព្រោះម៉ាស៊ីនម៉ូតូនេះត្រូវការប្រេងម៉ាស៊ីនដែលល្អជាងធម្មតាបាទអញ្ចឹងឥឡូវរួចរាល់មួយទៀតហើយឃើញថាមិនមែនគ្រាន់តែធ្វើលំទេបាទមិនគ្រាន់តែបដូរទៅប្រេងម៉ាស៊ីនអានោះវាហ៊ីតពូវាទ្រក់ខ្ចៅហើយវាអស់ស្នេហ៍ហើយអញ្ចឹងត្រូវការដាក់ស្នេហ៍ថ្មីបាទហើយនេះអូនគាត់ថាបាទអរគុណច្រើនពូសម្រាប់ការជួសជុលម៉ូតូឲ្យបានស្រួលបួលឡើងវិញនឹងអាលបានយកម៉ូតូនេះទៅរៀនបាទនៅចិត្តនេះដែរទៅរៀនថាគាត់ជួយអ្នកភូមិបានច្រើនសម្រាប់គាត់តការជួសជុលម៉ូតូរបស់គាត់ជួសជុលយានជំនិះមិនមែនតែម៉ូតូទេបាទគឺសម្រាប់បន្ទុកក្នុងការកុំឲ្យគាត់នឹងត្រូវពិបាកធ្វើដំណើរទៅរោជាងឆ្ងាយបាទចឹងហើយវីដេអូរបស់យើងក៏ចប់តែប៉ុណ្ណេះបាទសូមអរគុណ